បាទសួស្តីបងប្អូនទាំងអស់គ្នាហ្នឹងហើយបងប្អូនឃើញ QQ នៅកន្លែងខ្ញុំឈរហ្នឹងបងប្អូនកុំច្រឡំថាស្មៅអីបាទអាហ្នឹងគឺជាដើមសណ្ដែកដីបងប្អូនបាទហើយថ្ងៃហ្នឹងខ្ញុំមានអារម្មណ៍ថាដូចជាឃ្លានសណ្ដែកដីដុតបាទអញ្ចឹងខ្ញុំក៏ឆ្លៀតបាទឡើងពីធ្វើការពេលល្ងាចខ្ញុំក៏មកដកសណ្ដែកដីបាទមួយក្តាប់តូចដើម្បីយកទៅដុតឲ្យវាឈ្ងុយឆ្ងាញ់តែម្ដងតែមើលបងប្អូនថាវាឆ្ងាញ់ដល់កម្រិតណាបាទឥឡូវខ្ញុំកំពុងតែធ្វើការដកឲ្យបងប្អូនបាទនិយាយទៅដកច្រើនទេដកទៅតាមតិចតួចទៅបាទតែមកហូបនេះឯងបាទហើយឥឡូវនេះគឺថាខ្ញុំដកបានហើយបងប្អូនបាទគឺថាខ្ញុំដកតែប៉ុណ្្នឹងហូបទេបាទគឺបើយើងហូបច្រើនគឺវាខាតបាទឥឡូវមកកាត់ពេលយូរតែយើងដើរទៅបន្តទៀតបាទហើយនេះគឺថាសណ្ដែកដែលខ្ញុំដកហើយបងប្អូនបាទគឺយើងទុកវាឲ្យរៀងក្រៀមបន្តិចបាទ3 4ថ្ងៃទៅយើងអាចវាយបានហើយអញ្ចឹងខ្ញុំដករួចនេះដករួចម្សិលមិញវាយើងស្ពប់តិចទៀតហើយដល់ពេលតែបានតែប្រហែលជា3 ទៅ 4ថ្ងៃគឺវាចាប់ផ្ដើមក្រៀមអញ្ចឹងចាំយើងមកវាយវាហើយឥឡូវយើងកុំនិយាយច្រើនយើងដើរទៅបន្តទៀតកិច្ចរបស់យើងគឺដុតសណ្ដែកដីបាទកុំនៅអាហ៊ីវហប់អត់ទៅច្រើនបាទហើយឥឡូវគឺថាយើងដើរមកដល់កន្លែងដុតសណ្ដែកដីហើយបងប្អូនគឺយើងចាប់ផ្ដើមកាត់ភ្លើងបាទហើយយើងយកអាដើមសណ្ដែកដីដែលវាក្រៀមអាកន្លែងដីហ្នឹងគឺពេលដែលយើងចង់ដកត្បូងហ្នឹងគឺយើងពេលវាយកស្ងោរដល់ពេលអញ្ចឹងយើងទុកដើមវាចោលតែពីថ្ងៃទៅវាចាប់បានក្រៀមយើងអាចយកវាមកកាត់ភ្លើងអញ្ចឹងបានទៀតយេគេទៅអែមដែរបាទហើយខ្ញុំគិតថាប្រហែលជាមានបងប្អូនយើងភាគច្រើនដែលគាត់អត់ធ្លាប់ហូបសណ្ដែកដីបាទដកពីដើមមកថ្មីហើយយកមកដុតលក្ខណៈដូចខ្ញុំអញ្ចឹងខ្ញុំគិតថាប្រហែលជាគាត់ធ្លាប់ហូបបាទគឺភាគច្រើនគឺគាត់ហូបសណ្ដែកដីស្ងោរហើយគាត់ទិញពីគេអញ្ចឹងទៅឬក៏គាត់ស្ងោរហូបខ្លួនឯងប៉ុន្តែគាត់មិនមែនហូបលក្ខណៈបែបហ្នឹងបាទអញ្ចឹងបើខ្ញុំហូបបែបហ្នឹងគឺខ្ញុំខុសគេបងប្អូនបាទប៉ុន្តែខ្ញុំសូមបញ្ជាក់បងប្អូនបាទដកពីដើមមកថ្មីហើយយើងយកមកដុតអញ្ចឹងឈ្ងុយខ្លាំងណាស់អើយនិយាយទៅអាឡែកនេះយើងស្ងោរយើងទិញហូបវាមានថ្ងៃទៅថ្មីវាខ្ញុំដកចេះអញ្ចឹងយកមកពីរសជាតិទៅមកជួយមួយខ្ញុំឥឡូវហ្នឹងគឺថាភ្លើងវាចាប់ផ្ដើមឆេះហើយវាអត់តឆេះទេប៉ុន្តែវាហុចផ្សាយរៀបឆេះបងប្អូនបាទគឺតិចទៀតវានឹងចេញដាប់ភ្លើងលៀនភ្លិលមកតែម្ដងបាទឥឡូវគេថាយើងចាប់ផ្ដើមដាក់អស់បងប្អូនបាទដាក់អស់ទូចទៅដើម្បីឲ្យវាឆាប់មានល្ងើកហើយយើងបន្ទាប់ពីយើងដាក់អស់ហើយយើងទុកវាចោលចំមួយសន្ទុះដើម្បីឲ្យវាឆេះអស់ហ្នឹងទៅមានល្ងើកចាំយើងមកសេរីដាក់ស្ដែកដីហើយយើងធ្វើការដុតបាទបន្ទាប់ពីយើងដុតភ្លើងឲ្យឆេះចោលរយៈពេលបាទអស់2 3ផ្លែតបាទឥឡូវគេថាវាចាប់ផ្ដើមមានល្ងើកហើយបងប្អូនបាទអញ្ចឹងយើងកុំគិតយូរទៀតណាគឺថាយើងចាប់ផ្ដើមទាញដើមស្ដែកដីមកហើយយកវាមកដាក់ក្នុងភ្លុកភ្លើងផ្លាច់បន្ទាប់មកយើងដាក់ល្ងើកពីលើមើមវាហ្នឹងដើម្បីឲ្យវាសក់ទាំងក្រោមសក់ទាំងលើអញ្ចឹងទៅគឺវាឆ្អិនល្អបងប្អូនបាទយើងដាក់ល្ងើកផងដាក់ផេះផងទៅឲ្យវាងុំបងប្អូនណានិយាយទៅគឺវេទនាមកបងប្អូនតែបានហូបនឹងវេទនាប៉ុណ្ណឹងវេទនាអាគេនៅខំធ្វើខំដាំខំថែអស់រយៈពេល3 ខែ 10 ថ្ងៃតែបានប្រមូលផលគេមិនដឹងតូចតែអីមួយម៉ាត់ផងឯងគ្រាន់តែដាំអូច្រឡំគ្រាន់តែដាំគ្រាន់តែដុតហូបប៉ុណ្ណឹងក៏ហៀបប្រវត្តិដែរធម្មតាទេបើយើងចង់ឆ្ងាញ់យើងកុំខ្ជិលតែបើយើងខ្ជិលយើងកុំចង់ឆ្ងាញ់បាទមាត់និយាយប៉ុន្តែដៃធ្វើនេះហើយគឺជាទង្វើរបស់មនុស្សឧស្សាហ៍បងប្អូនចំណាំមើលតែប៉ុណ្ណឹងគឺដឹងហើយបាទឥឡូវគឺថាយើងដាក់ល្ងើកហើយយើងដាក់ផេះឲ្យវាពេញនៅមើមនឹងតែម្ដងបងប្អូនដើម្បីឲ្យវាឆាប់ងុំហើយឆាប់ឆ្អិនបងប្អូនបាទឥឡូវគឺថារួចហើយយើងទុកវាចោលមកសន្ទុះទៅតែបន្ទាប់ពីទុកវាចោលអស់រយៈពេលប្រហែលជា5 នាទីឥឡូវយើងមកមើលវាថាតើវាឆ្អិនហើយឬនៅបងប្អូនបាទសង្ស័យអត់ឆ្អិនណាខ្ញុំបាទទាញមកសង្ស័យជានៅមែនហើយបងប្អូនបាទមើលទៅដូចជាមើលដូចនៅសស្ញាចាំមកទេសង្ស័យរីអាចពេញនឹងឡើយបាទអានេះប្រហែលជាទុកវា5 នាទីទៀតបានវាឆ្អិនហើយដល់ពេលអញ្ចឹងទៅយើងមានអីបកមើលទៅបងប្អូនបាទគឺវាមានអាខ្លះឆៅមានអាខ្លះឆ្អិនប៉ុន្តែគាត់ថាវាឆៅហ្នឹងគឺវាពីច្រើនមកមានជោគ 90% ឆ្អិនបានតែ 10% បើយើងដើរបាទហើយអញ្ចឹងគឺខ្ញុំគិតថាវីដេអូហ្នឹងគឺមានត្រឹមតែប៉ុណ្ណឹងបងប្អូនអរគុណច្រើនសម្រាប់ការទស្សនាវីដេអូដែលអត់ប្រយោជន៍មួយនេះតាំងពីដើមរហូតដល់ចប់បាទបាយបាយជួបគ្នានៅវីដេអូក្រោយ